ថ្ងៃនេះខ្ញុំសម្រេចចិត្តធ្វើរឿងមួយមិនរងចាំយូរទេចេញពីធ្វើការភ្លាមខ្ញុំងូតទឹករៀបចំសម្លៀកបំពាក់ដើម្បីចេញទៅខាងក្រៅធ្វើរឿងមួយហើយឥឡូវជារដូវត្រជាក់ហើយចឹងហើយចេញក្រៅម្ដងត្រូវតែស្លៀកពាក់កៅអៅសំពីងសំពងទើបហ៊ានដើរចេញមកខាងក្រៅហើយដោយសារតែថ្ងៃហ្នឹងធ្វើការសុកក៏នឹកឃើញថាចិត្តដាច់ឆ្នាំទៀតហើយចឹងហើយខ្ញុំគូតែធ្វើអីដែលថ្មីសម្រាប់ខ្លួនឯងម្ដងហើយខ្ញុំក៏គិតថាខ្ញុំត្រូវតែទៅរកក្លឹបដើម្បីចុះឈ្មោះហាត់ប្រាណដើម្បីកែទម្លាប់ខ្លួនឯងព្រោះអីកន្លងមកខ្ញុំហាត់តែនៅក្នុងផ្ទះទេខ្ញុំអត់ចូលចិត្តចេញក្រៅមានមនុស្សអ៊ូអរហាត់ប្រាណទេតែអ្វីដែលនឹកស្មានមិនដល់គឺថាអត់មានមនុស្សរលីងចឹងហើយខ្ញុំក៏មិនដឹងធ្វើម៉េចដែរមានតែចេញមកវិញធ្វើភ្នែកលើនឹកឃើញថាឡើងជាន់ទី2ទៀតចុះទៅដល់ជាន់ទី2ក៏អត់មានឃើញឮសំឡេងមនុស្សទៀតចាប់ផ្ដើមទម្លាក់ទឹកមុខហើយសែតហើយមុខមើលមុខហើយក្នុងចិត្តហ្នឹងគិតថាអូចប់ហើយគម្រោងការគោលដៅហ្នឹងប្រហែលជាបរាជ័យទៀតហើយចប់ហើយអង្ខឹមហើយមានទៅផ្ទះវិញទេរឿងហ្នឹងចប់ប៉ុន្តែក៏ស្រាប់តែនឹកឃើញថាគេមានលេខទូរស័ព្ទនៅមុខហាងក៏បានតាក់ទងទៅគេភ្លាមហើយបន្ទាប់ពីបានតាក់ទងទៅគេហើយខ្ញុំក៏អង្គុយរងចាំគេដោយទឹកមុខស្រស់ញញឹមឡើងវិញហើយបន្ទាប់ពីបាននិយាយទូរស័ព្ទជួបគេនិយាយគ្នាចុះឈ្មោះរួចរាល់ហើយខ្ញុំក៏មិនរងចាំយូរខ្ញុំចាប់ផ្ដើមដោះកៅអៅដើម្បីសាកឧបករណ៍ថ្មីនៅក្នុងក្លឹបរបស់គេតែក្លឹបនៅនេះវារៀងតូចដែរទេចឹងហើយឧបករណ៍វាមានតិចតួចដែរប៉ុន្តែសម្រាប់ខ្ញុំធ្លាប់តែហាត់នៅក្នុងផ្ទះអញ្ចឹងហើយមកពេលឃើញរបស់របរនៅក្រៅរៀងប្លែកមានហាត់ដៃហាត់ជើងអូស្បាយភ្នែកថ្ងៃដំបូងដែលយើងចង់សាកថ្ងៃនេះគ្រាន់តែសាកទេដើម្បីស្គាល់ឧបករណ៍ថាគេលេងរបៀបម៉េចគេធ្វើម៉េចខ្លះហើយមិនឆ្ងល់ថាម៉េចបានក្លឹបនឹងស្ងាត់ទេដោយសារតែក្លឹបនេះទូចគឺមានតែជនបរទេសទេថកែគាត់ប្រាប់អញ្ចឹងណាហើយហាត់សុកខ្ញុំឮសលេងមនុស្សដើរជន់លើខ្ញុំក៏បានឡើងទៅនិយាយរាក់ទាក់ជាមួយគេដើម្បីរាប់អានសួរគាត់ទៅថាគាត់ជនជាតិអីគាត់ក៏ថាគាត់ជនជាតិសេរីលង្កាតែនិយាយច្រើនទៅគាត់ក៏អត់ចេះកូរ៉េដែរដល់ពេលអញ្ចឹងពិបាកស្ដាប់គ្នាហើយមកដល់កន្លែងនេះខ្ញុំក៏ឲ្យគាត់ជួយណែនាំពីរបៀបប្រើម៉ាស៊ីនគាត់ក៏ជួយប្រាប់ថាធ្វើអញ្ចេះខ្ញុំក៏ធ្វើតាមគាត់តែបន្ទាប់ពីធ្វើតាមគាត់ហើយខ្ញុំអត់ហាត់ម៉ាស៊ីននឹងទេខ្ញុំគ្រាន់តែសួរចង់ដឹងព្រោះអីខ្ញុំទៅហាត់ម៉ាស៊ីនមួយទៀតហើយថ្ងៃដំបូងគ្រាន់តែចង់ស្គាល់ម៉ាស៊ីនខ្ញុំហាត់រយៈពេលជិត1ម៉ោងកន្លះឡើងអស់កម្លាំងអាលីងហ្មងនិយាយទៅតបមកក្រោយពីពេលហាត់កីឡារួចខ្ញុំមិនដែលភ្លេចទេជាមួយនឹងអាហារសុខភាព Herbalife ព្រោះវាជាប្រូតេអ៊ីនដែលមានសារធាតុចិញ្ចឹមច្រើនមុខវាជួយជួសជុលនៅសាច់ដុំដែលដាច់រហែកក្រោយពីយើងហាត់ប្រាណរួចហើយវាក៏ជួយបំពេញថាមពលដែលបាត់បង់ក្រោយពេលដែលហាត់ប្រាណរួចមកវិញយ៉ាងឆាប់រហ័សហើយវាគឺជាអាហារមួយប្រភេទដែលកំពុងតែពេញនិយមសម្រាប់អ្នកដែលគាត់ចូលចិត្តលេងកីឡានិងហាត់ប្រាណដូចជាខ្ញុំចឹងហើយសម្រាប់បងប្អូនដែលចូលចិត្តហាត់ប្រាណលេងកីឡាអស់កម្លាំងខ្ញុំសូមណែនាំជាមួយនឹង Herbalife ប្រូតេអ៊ីនដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការបំពេញថាមពលក្រោយពេលហាត់កីឡាហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេជោគជ័យថ្ងៃនេះចាំមើលថ្ងៃបន្ទាប់ខ្ញុំទៅហាត់ប្រាណពីអីទៀតបាយបាយ